នៅក្នុងព្រះគម្ពីរអេផេសូចំពុក6ខ1រហូតដល់ខ3បាននិយាយថាកុមារាកុមារីអើយចូលស្ដាប់បង្គាប់មេដាបិតាដោយយល់ដល់ព្រះអង្គម្ចាស់ធ្វើដូច្នេះទើបត្រឹមត្រូវចូលគោរពមេដាបិតានេះជាបទបញ្ជាទី1ដែលមានទាំងព្រះបន្ទូលសន្យាមកជាមួយផងដើម្បីឲ្យបានសេចក្តីសុខនិងមានអាយុវែងនៅលើផែនដីនេះ